បាទលោកអ្នកនាងជាទីមេត្រីយើងងាកចេញអំពីបញ្ហាពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននិងការអភិវឌ្ឍទំនប់វារីអគ្គិសនីដោយប្រើប្រាស់ធនធានទឹកនៅតាមដងទន្លេផ្នែកខាងលើនោះយើងងាកមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងបញ្ហាអ្នកឆបោកតាមប្រព័ន្ធអនឡាញដែលត្រូវបានបណ្ដេញចេញពីកម្ពុជាឯនេះវិញអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបណ្ដេញជនបរទេសចំនួនជាង16,000នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងរយៈពេល6ខែដើមឆ្នាំ2026នេះអ្នកខ្លមើលសង្គមលើកឡើងថាតួលេខរបស់ក្រសួងមហាផ្ទៃនេះហាក់មិនឆ្លុះបញ្ចាំងអំពីទំហំជាក់ស្ដែងដោយការវិតម្លៃរបស់ស្ថាប័នជំនាញអន្តរជាតិមួយចំនួននោះទេបាទលោកទីនសាការីយ៉ារាយការណ៍ពិស្ដារជូនលោកអ្នកនាងដូចតទៅរដ្ឋាភិបាលកម្ពុជាបានអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញអស់រយៈពេលជាង1ឆ្នាំមកហើយដោយបង្កើនការឆ្មក់ចូលបង្ក្រាបទីតាំងដែលសង្ស័យការចាប់ខ្លួនជនសង្ស័យនិងការបណ្ដេញជនបរទេសដែលស្នាក់នៅខុសច្បាប់ចេញពីប្រទេសកម្ពុជាក៏ប៉ុន្តែបើទោះបីជាសកម្មភាពបង្ក្រាបបន្តបន្ទាប់នេះក៏ដោយក៏ក្រុមនៃវិភាគមើលឃើញថាការវាស់វែងជោគជ័យនៃយុទ្ធនាការនេះមិនអាចផ្អែកតែទៅលើចំនួនអ្នកដែលត្រូវបានចាប់ខ្លួនឬបណ្ដេញចេញប៉ុណ្ណោះទេអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ$23លោកកឹមសុខបានអះអាងថារបាយការណ៍របស់ក្រសួងមហាផ្ទៃក្នុងរឿងអក្រិតកម្មឆបោកតាមអនឡាញមិនឆ្លុះបញ្ចាំងអំពីការពិតដោយការរកឃើញរបស់ស្ថាប័នជំនាញអន្តរជាតិនោះទេមិនឆ្លុះបញ្ចាំងគឺដោយសារតែអ្នកដែលត្រូវឃុំខ្លួនធ្វើជាទាសករឆបោកតាមអនឡាញនៅប្រទេសកម្ពុជាមានរហូតទៅដល់ជាង15,000នាក់លោកកឹមសុខបន្ថែមថាមេបណ្ដាញធំដែលជាអក្រិតជនឆបោកនៅប្រទេសកម្ពុជាមិនមែនមានតែជនបរទេសនោះទេគឺមានទាំងពួកអង្គការនៅជំវិញក្រុមគ្រួសារតកូលហ៊ុននិងសាច់ញាតិរបស់ក្រុមគ្រួសារតកូលហ៊ុនថែមទៀតហើយអ្នកទាំងនោះមិនត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការស៊ើបអង្កេតឬចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយយុទ្ធនាការរបស់ក្រសួងមហាផ្ទៃ6ខែនេះបរាជ័យទាំងស្រុងដែលមិនអាចធ្វើឲ្យស្ថាប័នអន្តរជាតិអង្គការសហប្រជាជាតិហើយនិងបណ្ដាបច្ចឹមប្រទេសជាមិត្តជឿជាក់បានអំពីការយកចិត្តទុកដាក់ចាត់វិធានការកម្ចាត់អក្រិតកម្មឆបោកអនឡាញនៅប្រទេសកម្ពុជាឡើយអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ$23រូបនេះបន្ថែមថាជនបរទេសជាង16,000នាក់ដែលក្រសួងមហាផ្ទៃរកឃើញនោះគ្រាន់តែជាអ្នកដែលត្រូវគេបោកប្រាស់យកមកធ្វើជាទាសករឆបោកនៅប្រទេសកម្ពុជាតែប៉ុណ្ណោះចំណែកឯមេបណ្ដាញធំដែលបង្កើតប្រព័ន្ធអនឡាញឆបោកអន្តរជាតិគឺមានខ្មែរនិងបរទេសតែប្រមាណ410នាក់ប៉ុណ្ណោះនៅក្នុងរបាយការណ៍របស់សហគមន៍អន្តរជាតិការអះអាងរបស់អ្នកនាំពាក្យរំនេះគឺបន្ទាប់ពីក្រសួងមហាផ្ទៃបានអះអាងថាក្នុងរយៈពេល6ខែដើមឆ្នាំ2026អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសជាង16,000នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីសញ្ជាតិឬអត្តសញ្ញាណរបស់ពួកគេនោះឡើយអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកសុកវាសនាបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ស្ដីពីលទ្ធផលការងារឆមាសទី1ថាយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញដែលរដ្ឋាភិបាលអនុវត្តតាំងពីដើមឆ្នាំ2026បាននាំឲ្យការចាប់ខ្លួនបានកើនឡើងនិងការបណ្ដេញជនបរទេសចេញពីកម្ពុជាលោកថាជនបរទេសដែលស្ម័គ្រចិត្តចាកចេញដោយខ្លួនឯងត្រូវបានអនុញ្ញាតឲ្យចេញប៉ុន្តែអ្នកដែលនៅតែបន្តស្នាក់នៅដោយខុសច្បាប់នឹងត្រូវអនុវត្តតាមច្បាប់និងហាមឃាត់មិនឲ្យចូលកម្ពុជាវិញឡើយការបោះសម្អាតonline scam នៅក្នុងប្រទេសកម្ពុជារបស់យើងមានយុទ្ធនាការយ៉ាងខ្លាំងបំផុតនៅក្នុងដាក់ចាប់ពីដើមឆ្នាំ2026រហូតដល់ពេលនេះនៅតែមិនទាន់ចប់ទេអញ្ចឹងការបោះសម្អាតនេះទោះបីយើងមើលឃើញមានការកើនឡើងច្រើនទីមួយគាត់អាចនៅបើសិនជាយើងមានធ្វើការបង្ក្រាបនៅទីតាំងណាមួយអញ្ចឹងគាត់ពិចារណាគាត់រត់ចេញប៉ុន្តែរត់ចេញនោះមិនមែនថារត់ចេញទៅណាទេគឺចេញពីទីតាំងប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងនៅឡើយទេតកតងទៅនឹងបទល្មើសឆបោកតាមអនឡាញនេះអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីខែមិថុនាដោយអះអាងថាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅកម្ពុជាបានបរាជ័យហើយខ្វះតម្លាភាពនៃនីតិវិធីចុះបង្ក្រាបដោយសារតែទីតាំងដែលអាជ្ញាធរចុះបង្ក្រាបមានចំនួនតិចតួចបើធៀបទៅនឹងទីតាំងធ្វើប្រតិបត្តិការជាក់ស្ដែងនឹងថាអាជ្ញាធរក៏មិនបានខ្វល់ខ្វាយអំពីកិច្ចការពារជនរងគ្រោះនិងការជួញដូរមនុស្សនេះឡើយអង្គការលើកលែងទោសអន្តរជាតិបន្ថែមថាអាជ្ញាធរកម្ពុជាមិនបានបង្ហាញព័ត៌មានលម្អិតអ្វីនោះឡើយទាក់ទងទៅនឹងការស៊ើបអង្កេតទីតាំងបទល្មើសខណៈមនុស្សរាប់ពាន់នាក់ដែលរត់គេចខ្លួនពីការបង្ក្រាបកំពុងតែប្រឈមនឹងបញ្ហាសុខភាពគ្មានប្រាក់កាក់គ្មានកន្លែងស្នាក់នៅត្រឹមត្រូវនិងអ្នកខ្លះបាត់បង់លិខិតឆ្លងដែនគិតចាប់ពីខែកក្កដាឆ្នាំ2025រហូតដល់ចុងខែឧសភាឆ្នាំ2026
សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសឆបោកតាមអនឡាញចំនួនជាង400ករណីដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន25ទីតាំងនិងបញ្ជូនជនសង្ស័យជាង1400នាក់ក្នុងសំណុំរឿង143ករណីទៅកាន់តុលាការខ្ញុំបាទទីនសាការីយ៉ាស៊ីសេរីប្រធានីវ៉ាស៊ីនតោនបាទលោកអ្នកនាងជាទីមេត្រីយើងមិនទាន់ទៅណាឆ្ងាយទេពាក់ព័ន្ធទៅនឹងរឿងអំពើឆបោកតាមប្រព័ន្ធអនឡាញនេះយើងឃើញថាអ្នកខ្លំមើលសង្គមលើកឡើងថាការដែលរដ្ឋាភិបាលមិនបានបើកការស៊ើបអង្កេតហើយនឹងចាប់ខ្លួនមន្ត្រីព្រមទាំងអង្គការមួយចំនួនពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញយកមកផ្ដន់ទោសឲ្យបានត្រឹមត្រូវនោះគឺឆ្លុះបញ្ចាំងឲ្យឃើញថាប្រព័ន្ធដឹកនាំរដ្ឋគឺពោពេញទៅដោយអំពើពុករលួយធ្ងន់ធ្ងរបាទការលើកឡើងបែបនេះគឺក្រោយពីស្ថាប័នសារព័ត៌មានអន្តរជាតិរបស់ចក្រភពអង់គ្លេសបានរកឃើញថាភស្តុតាងជាថ្មីទៀតនៅក្នុងអគាររបស់អ្នកមានអំណាចម្នាក់គឺអុកញ៉ាលឹមហេងនៅក្នុងតំបន់អូស្មាច់ដែលមានជាប់ពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញព្រមទាំងអំពើជួញដូរមនុស្សដោយខុសច្បាប់បាទសូមស្ដាប់សេចក្តីរាយការណ៍នេះពឺស្ដាររបស់អ្នកស្រីសុជីវីដូចតទៅអ្នកខ្លំមើលលើកឡើងថាឧក្រិដ្ឋកម្មឆបោកតាមអនឡាញលំដាប់អន្តរជាតិដែលស្ថាប័នសារព័ត៌មានអន្តរជាតិរួមនឹងស្ថាប័នស៊ើបអង្កេតមួយចំនួនដូចជាសហរដ្ឋអាមេរិកជាដើមបានចង្អុលបង្ហាញយ៉ាងច្បាស់ថាមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលនិងអង្គការមួយចំនួននៅកម្ពុជានៅតែជាបញ្ហាដ៏ធំដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនទាន់បានបើកការស៊ើបអង្កេតនិងចាប់ខ្លួនអ្នកទាំងនោះមកផ្ដន្ទាទោសនោះទេពួកគាត់ថាករណីនេះជាបរាជ័យដ៏ធំនៃការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជារបស់លោកហ៊ុនម៉ាណែតអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោកសេងវ៉ាន់លីប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី16ខែកក្កដាថាកាលណាដែលរដ្ឋាភិបាលមិនចាត់វិធានការផ្លូវច្បាប់ឲ្យបានត្រឹមត្រូវទៅលើមន្ត្រីរដ្ឋាភិបាលនិងអង្គការមួយចំនួនដែលសហគមន៍អន្តរជាតិរកឃើញថាមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញគឺជាការបង្ហាញឲ្យឃើញអំពីវប្បធម៌នៃទណ្ឌភាពនិងភាពគ្មានភាពខ្មាស់អៀនរបស់មេដឹកនាំនៅកម្ពុជាលោកថាថ្មីនេះសារព័ត៌មាន Reuters បានរកឃើញទីតាំងឆបោកតាមអនឡាញនិងកិច្ចសន្យាជួលអគារយ៉ាងច្បាស់លាស់ពាក់ព័ន្ធអ្នកមានអំណាចនិងអង្គការនៅកម្ពុជាដែលបានជួលអគារឲ្យក្រុមហ៊ុនឆបោកតាមអនឡាញនៅតំបន់អូស្មាច់នៅក្នុងខេត្តឧត្តរមានជ័យដែលករណីនេះលោកថាគឺជារឿងពិតជាក់ស្ដែងមិនអាចកែប្រែបាននោះទេលោកថាការដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតជ្រើសរើសរក្សាភាពស្ងៀមស្ងាត់និងមិនព្រមចាត់វិធានការណាមួយលើបុគ្គលដែលមានអំណាចនិងអង្គការទាំងនេះបានធ្វើឲ្យការប្រកាសក្តែងរបស់លោកហ៊ុនម៉ាណែតអំពីយុទ្ធនាការបោះសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានក្លាយជាការភូតភរដ៏ធំមួយនិងគ្រាន់តែជារូបភាពសម្ដែងបង្ក្រប់កិច្ចដើម្បីបោកប្រាស់ភ្នែកសហគមន៍អន្តរជាតិតែប៉ុណ្ណោះលោកជឿជាក់ថារដ្ឋាភិបាលត្រកូលហ៊ុនគ្មានសមត្ថភាពក្នុងការលុបបំបាត់ឧស្សាហកម្មខុសច្បាប់ទាំងនេះបានឡើយដរាបណាអង្គការដែលជារបងការពារអំណាចនយោបាយនិងជាប្រភពលុយកខ្វក់នៅតែត្រូវបានការពារយ៉ាងក្រាស់ក្រែលបែបនេះលោកបន្តថាការរក្សាភាពស្ងៀមស្ងាត់និងការប្រងើយកន្តើយរបស់រដ្ឋាភិបាលចំពោះការរកឃើញជាបន្តបន្ទាប់របស់ស្ថាប័នអន្តរជាតិឬក៏បណ្ដាញសារព័ត៌មានអន្តរជាតិមិនត្រឹមតែបង្ហាញអំពីអសមត្ថភាពរបស់លោកហ៊ុនម៉ាណែតប៉ុណ្ណោះទេប៉ុន្តែក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាប្រព័ន្ធដឹកនាំរដ្ឋបានធ្លាក់ដុនដាបទៅជារដ្ឋម៉ាហ្វ្យាឬជាប្រព័ន្ធអភិបាលកិច្ចពុករលួយដ៏ពិបាកនឹងកែប្រែរីឯប្រព័ន្ធច្បាប់វិញលោកថាត្រូវបានបកកណ្ដាលអំណាចប្រើប្រាស់ជាឧបករណ៍ដើម្បីតែការពារបកពួកខ្លួនឯងនិងដើម្បីរឹតបន្តឹងការបញ្ចេញមតិឬការលាតត្រដាងផ្សេងៗរបស់អ្នកដែលបារម្ភពីកេរ្តិ៍ឈ្មោះប្រទេសជាតិលោកបារម្ភថាវិបត្តិដ៏រ៉ាំរ៉ៃនេះបានធ្វើឲ្យស្ថាប័នអនុវត្តច្បាប់នៅក្នុងស្រុកបាត់បង់តម្លៃទាំងស្រុងដោយងាកមកបំពេញតួនាទីត្រឹមតែជាខែលការពារក្រុមអក្រិតជនឆបោកឆ្លងដែននិងបំបិទមាត់អ្នករិះគន់ក្នុងស្រុកមិនឲ្យនិយាយស្ដីទន្ទឹមគ្នានោះលោកថាភាពទន់ខ្សោយនិងអំពើពុករលួយជាប្រព័ន្ធវាបានក្លាយទៅជាអន្ទាក់អសន្តិសុខដ៏គ្រោះថ្នាក់បំផុតដែលធ្វើឲ្យកម្ពុជាបាត់បង់ប្រៀបការទូតលើឆាកអន្តរជាតិហើយកាន់តែបង្កលេសស្របច្បាប់ដល់ប្រទេសថៃក្នុងការឈ្លានពាននិងរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជានៅតាមព្រំដែនដែលរហូតមកដល់ពេលនេះក្រោមរូបភាពនៃការចូលមកកំទេចសម្បុកឧក្រិដ្ឋកម្មឆ្លងដែនដែលកម្ពុជាបានលាក់បាំងខ្ញុំយល់ថាបើសិនបើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ឬក៏បដិសេធមិនចាត់វិធានការលើបុគ្គលដែលត្រូវបានអន្តរជាតិរកឃើញជាពិសេសជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកនិងការលេខលួយអខ្វក់ខ្ញុំគិតថានឹងធ្វើឲ្យកម្ពុជាមិនត្រឹមតែខុសកេរ្តិ៍ឈ្មោះទេប៉ុន្តែបូរណភាពទឹកដីនិងឯករាជ្យភាពជាតិរបស់កម្ពុជានឹងត្រូវលាយបន្តិចម្ដងហើយនឹងរុញច្រានកម្ពុជាធ្លាក់ចូលនៅក្នុងភាពឯកោដាច់ឆ្ងាយអំពីពិភពលោកទាំងសងជាមិនខានបាទការលើកឡើងនេះក្រោយពីសារព័ត៌មានអន្តរជាតិរបស់ចក្រភពអង់គ្លេសដ៏ល្បីគឺ Reuters បានចុះផ្សាយកាលពីថ្ងៃទី15ខែកក្កដាដែលរកឃើញថាមានកាស៊ីណូឈ្មោះថា Royal Hill នៅតំបន់ច្រកអូស្មាច់ខេត្តឧត្តរមានជ័យ
ថាជាទីតាំងប្រព្រឹត្តអកតកម្មឆបោកតាមអនឡាញដ៏ធំមួយដែលមានជាប់ពាក់ព័ន្ធនឹងអង្គការមានអំណាចម្នាក់នៅកម្ពុជានោះគឺអ្នកអង្គការលឹមហេងម្ចាស់ក្រុមហ៊ុនលឹមហេងគ្រប់ដែលបានជួលឲ្យជនជាតិចិនយកធ្វើជាទីតាំងប្រតិបត្តិការឆបោកតាមអនឡាញនិងការជួញដូរមនុស្សក្នុងនោះទីភ្នាក់ងារសារព័ត៌មាន Reuters បានរកឃើញភស្តុតាងជាក់ស្ដែងនៅក្នុងអគារកាស៊ីណូដូចជាកិច្ចសន្យាជួលអគារចំនួន3នៅក្នុងតម្លៃ$200,000នៅក្នុងមួយខែដែលចុះហត្ថលេខាដោយបុគ្គលិករបស់ក្រុមហ៊ុន Casino Royal Hill ព្រមទាំងបានរកឃើញបន្ទប់ដែលត្រូវបានកែច្នៃធ្វើជាប៉ុស្តិ៍ប៉ូលីសនិងការិយាល័យធនាគារคล้ายៗដើម្បីធ្វើប្រតិបត្តិការបោកប្រាស់មនុស្សនៅទូទាំងពិភពលោកទោះជាយ៉ាងណាសារព័ត៌មាន Reuters បានបញ្ជាក់ថាមិនឃើញមានភស្តុតាងដែលបង្ហាញថាក្រុមហ៊ុនលឹមហេងគ្រប់របស់អ្នកអង្គការលឹមហេងជាប់ពាក់ព័ន្ធដោយផ្ទាល់លើឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេទូរទស្សន៍អាស៊ីសេរីពុំអាចតាក់ទងតំណាងក្រុមហ៊ុនលឹមហេងគ្រប់និងអ្នកអង្គការលឹមហេងដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី16ខែកក្កដាបច្ចុប្បន្នទីតាំងអគារ Casino Royal Hill របស់ក្រុមហ៊ុនលឹមហេងគ្រប់នេះត្រូវបានភាគីថៃចូលកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីខែធ្នូឆ្នាំ2025ក្រោយពីយោធាថៃបានបង្កសង្គ្រាមឈ្លានពានយកទឹកដីខ្មែរទីតាំងជាប់ព្រំដែនថៃមួយនេះតែងតែឃើញមានអ្នកសារព័ត៌មានថៃនិងបរទេសចូលទៅក្នុងបរិវេណកាស៊ីណូនិងអគារជាច្រើនទៀតនៅតំបន់នោះដើម្បីផ្តិតរូបភាពនិងរាយការណ៍អំពីអក្រិតកម្មឆបោកតាមអនឡាញដែលធ្វើឡើងតាមការសម្របសម្រួលពីអាជ្ញាធរថៃក្នុងគោលដៅវាយប្រហារមកលើភាគីកម្ពុជាទោះជាបែបនេះក្តីអ្នកខ្លំមើលលើកឡើងថាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នេះជាសក្ខីកម្មជាក់ស្ដែងដែលលោកហ៊ុនម៉ាណែតមិនគួរមើលរំលងឬធ្វើមិនដឹងមិនលឺនោះទេគឺត្រូវតែបើកការស៊ើបអង្កេតនិងចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងបំផុតចំពោះបុគ្គលដែលបានរកឃើញថាពាក់ព័ន្ធក្នុងអក្រិតកម្មឆបោកនេះក្រៅពីអ្នកអង្គការលឹមហេងម្ចាស់ក្រុមហ៊ុនលឹមហេងគ្រប់ក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតដូចជាសមាជិកព្រឹទ្ធសភាលោកលីយ៉ុងផាត់និងលោកកុកអានរបស់គណៈបកប្រជាជនកម្ពុជារួមនឹងក្មួយបង្កើតរបស់លោកហ៊ុនសែនគឺលោកហ៊ុនតូជាដើមក៏សុទ្ធសឹងតែត្រូវបានស្ថាប័នអន្តរជាតិរកឃើញថាមានជាប់ពាក់ព័ន្ធអក្រិតកម្មឆបោកតាមអនឡាញដ៏ធំនៅកម្ពុជាជាមួយគ្នានោះក្រសួងរដ្ឋាភិបាលជាតិសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មនិងបង្កក់ទ្រព្យសម្បត្តិរាប់លានដុល្លារពីអ្នកទាំងនោះក្រោយពីរកឃើញថាជាប់ពាក់ព័ន្ធអក្រិតកម្មឆបោកតាមអនឡាញនិងអំពើជួញដូរមនុស្សខុសច្បាប់នៅកម្ពុជាកាលពីថ្ងៃទី27ខែមិថុនាលោកហ៊ុនម៉ាណែតអះអាងថាកន្លងមកនេះប្រទេសកម្ពុជាបានរងការវាយប្រហារយ៉ាងខ្លាំងថាជាកន្លែងដែលអក្រិតជនឆបោកតាមអនឡាញរស់នៅដោយសុខសាន្តក៏ប៉ុន្តែលោកថាបច្ចុប្បន្ននេះមានសារព័ត៌មានជាច្រើនលើសលប់បានងាកមកសរសើរកម្ពុជាវិញក្រោយពីកម្ពុជាបានបើកប្រតិបត្តិការបង្ក្រាបអក្រិតជនដោយជោគជ័យហើយក៏មានបណ្ដាប្រទេសមួយចំនួនបានស្នើឲ្យកម្ពុជាចែករំលែកបទពិសោធន៍ផងដែរតែទោះជាយ៉ាងណាអ្នកខ្លំមើលថាបច្ចុប្បន្នក្រុមអក្រិតជនឆបោកតាមអនឡាញនៅតែបន្តប្រតិបត្តិការដដែលគ្រាន់តែដូរវិធីសាស្ត្រថ្មីប៉ុណ្ណោះពួកគាត់ថាកម្ពុជាគ្មានថ្ងៃអាចបោសសម្អាតអក្រិតជនឆបោកតាមអនឡាញអស់ពីកម្ពុជាដោយការអះអាងរបស់លោកហ៊ុនម៉ាណែតនោះទេដរាបណាមេខ្លាំងធំនិងអ្នកមានលុយមានអំណាចមួយចំនួនដែលជាប់ពាក់ព័ន្ធដែលកំពុងតែនៅយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលមិនទាន់ត្រូវបានចាប់មកផ្ដន្ទាទោសចំពោះមុខច្បាប់នាងខ្ញុំសុជីវីទូរទស្សន៍អាស៊ីសេរី